Hey, I'm T from Texas. I'm in California right now, and yeah, we are at Salt Creek Beach. គឺជាកន្លែងមួយថា local នៅ California អីហើយជាមួយនឹងអ្នកហត់នៅ California អីគេមកលេងនៅហ្នឹងអញ្ចឹងគេស្គាល់កន្លែងប៉ុន្តែបើអ្នក tourist អីចឹងគេអត់ស្គាល់កន្លែងនេះមកនេះព្រោះកន្លែងនេះ private hotel យ៉ានៅ Laguna Beach ប៉ុន្តែគាត់ថាយើងមិនមែននៅ Laguna យកហ្មងយើងគ្រាន់តែដុំហ្នឹងប៉ុន្តែគ្នាមើល beach ហ្នឹងឲ្យហើយនេះ Yes វាមានកន្លែងយើងដើរមកលើហ្នឹងហត់ដែរអញ្ចឹងគេមានកន្លែងមកតំណាក់ឲ្យយើងដើរអញ្ចឹងឯតង់ទី2នោះតង់ទី1នេះតង់ទី2ប៉ុន្តែស្រាប់តង់ទី2នេះគឺអ្នកនរគ្នាអាចមើលនេះបានទៅខាងក្រោមថាវាមិនលេងអញ្ចឹងហើយសមុទ្រនេះគឺគេអត់សូវហែហ្មងទេគឺគេលេងជាមួយនឹងឡង like they play with wave and a lot of surfer over here too អ្នកជិះក្តារលើទឹកអញ្ចឹងអានេះហ្នឹងview យើងមកដល់លើនេះអ្នកថាលេងទឹកសមុទ្ររួចអស់ហើយគេមកឡើងលើនេះដើម្បីមើល view ម្ដងប៉ុន្តែទឹកសមុទ្រហ្នឹងលេងទៅវាឈឺខ្លួនដោយសារលោកគេវាយខ្លាំងមែនតើបើអ្នកទាំងអស់គ្នាអត់ចេះចាក់ទឹកសមុទ្រចាក់អាឡូកទេគឺវាពិបាកហើយយើងត្រូវអោនចូលក្រោមដីឬក៏ហក់ឲ្យខ្ពស់អញ្ចឹងតែអាឡូកខ្លះគឺខ្ពស់មែនតើអញ្ចឹងអ្នកនរគ្នាត្រូវចេះប្រេចេះអីមុនទាំងអស់ហើយចេះតែប៉ុណ្្នឹងអ្នកនរគ្នា view ច្រើនពេកវាតប៉ែពេកអញ្ចឹងជើ view ច្រើនណាស់អញ្ចឹងតែប៉ុណ្្នឹងហើយនេះដែរគឺជា view ថាយើងឡើងដល់លើហ្នឹងនេះអរគ្នាមើលនេះThis the view ហើយគេមកហ្នឹងគឺគេមកចាប់កន្លែងមុនទាំងអស់កន្លែងនោះគឺចាប់កន្លែងមុនទាំងអស់ហើយកន្លែងមុនហ្នឹងគឺយើងមកដល់ម៉ោង5ចាប់បាន4កន្លែងព្រោះគ្រួសារធំអញ្ចឹងយើងចាប់បាន4កន្លែងតាំងម៉ោង5ហើយម៉ោង5ហ្នឹងគឺម៉ោង5ព្រឹកមិនម៉ោង5ល្ងាចទេណាអញ្ចឹងយើងនៅដល់ម៉ោង5ព្រឹកហ្នឹងរហូតដល់ឥឡូវហ្នឹងតែចាប់កន្លែងហ្នឹងវាមិនយើងចាប់យើងមិនថាមកអស់គ្នាចាប់ទេយើងមានបងជ្រោមួយខ្ញុំមួយគាត់មកចាប់ហ្នឹងតាំងម៉ោង5ហើយដល់ម៉ោង8គាត់ផ្លាស់វេនជាមួយខ្ញុំជិះពីផ្ទះនោះប្រហែល1ម៉ោងមកដល់នេះគឺម៉ោង8កន្លះហើយហ្នឹងគឺខ្ញុំមកដល់នេះហើយខ្ញុំមកចុះចាប់កន្លែងឲ្យគាត់ជិះទៅផ្ទះដើម្បីយកគ្រួសារគាត់មកដែរហើយខ្ញុំអង្គុយនៅនឹងចាំម៉ោង8រហូតដល់ម៉ោង2:10យើងដូរវែងគ្នាអញ្ចឹងនេះហើយក្រុមតែមនុស្សមកគ្រប់គ្នាអញ្ចឹងអង្គុយចាំមើលសភៅលេងទូរស័ព្ទយើងកាត់ភ្លើងរៀបចំកន្លែងយើងនិយាយមួយគេជុំវិញខ្លួនអីអញ្ចឹង Some people are nice over here some people is sucks as hell yeah នេះដែរគឺជា outfit Beyond T-Mobile and Under Armour Crocsអត់ដឹងថាលើនឹងគឺមានអីឲ្យយើងទេតែ like you know a lot of people coming here they hype about it going up here I'm not sure what is it up here but what I see right now is a campfire yeah there's a lot of people coming up here camping as well but it's more like less to public more to private and they held something I'm not sure យើងអត់ដឹងថាគេហៅអីគេអញ្ចឹងនេះគឺជា view មួយទៀតនេះនេះ view ខាងស្ដាំអំផានេះហ្នឹងគឺជាខាងផ្សេងមួយទៀតវាមិនមែនជាខាងយើងលេងទេប៉ុន្តែគាត់ថាវាស្អាតដូចនៅខាងយើងលេងនោះទេខាងនេះគឺសមុទ្ររៀងឡើងខ្ពស់ហើយលោកវាអត់សូវល្អដូចខាងនោះហើយវាមាន slide មានអីច្រើនវាមានវែងច្រើនវាពិបាកចូលហើយណាមួយក៏ពិបាកចតដែរដូចខាងនេះវាមាន parking វាធំហើយណាមួយវាគឺជាទឹកដីរបស់អ្នកមានដែរចឹងអ្នកនរគ្នាមើលបានឃើញនៅខាងក្រោយខ្ញុំគឺគេធ្វើកម្មវិធីអីហ្នឹងប៉ុន្តែខ្ញុំអត់ដឹងថាគេធ្វើអីគេព្រោះហ្នឹងគេជាកម្មវិធីរបស់គេយើងមិនជាកម្មវិធីរបស់យើងកុំខ្វល់អញ្ចឹងមើលប៉ុណ្ណឹងហើយនេះគឺជា Seagull ទៅប៉ុណ្ណឹងនេះចាក់វាប៉ុណ្ណឹងឥឡូវគឺយើង prepare to go back home អូខេអ្នកនរគ្នាគឺឥឡូវយើងមានប៉ុណ្ណឹងទេអ្នកនរគ្នាចង់មកលេងគឺអ្នកនរគ្នាមកលេង Salt Creek តែអ្នកនរគ្នាទៅដឹងថាកន្លែងនេះគឺត្រូវចាប់កន្លែងមុនថ្ងៃសៅរ៍អាទិត្យហ្នឹងគឺយើងត្រូវម៉ោង5ព្រឹកទោះបីប៉ុណ្ណាក៏ដោយយើងត្រូវម៉ោង5ព្រឹកដែរអញ្ចឹងឥឡូវប៉ុណ្ណឹងបានអ្នកនរគ្នា bye bye take care oh if you guys like my video don't forget to like share do whatever you want to do whatever platform I post please support and yeah hope to see you guys next time bye ឥឡូវគេកំពុងមើល sunset sun ចាប់ដល់ set អី sunset not sun is sad only you is sad this is a roundabout and this is the hill going back up I'm not gonna show you where I came from how I came in you figure for yourself